ពលនេះសម័យកាលបុរាណក្នុងភូមិធានមួយក្បែរប្រាសាទសិលាដ៏ពិសិដ្ឋមានរឿងព្រេងនិទានអំពីកំបិតវគ្គមន្តដែលកប់បាត់សួនឈឹងសង្ហាគឺជាយុវជនកំព្រាម្នាក់ដែលរស់នៅយ៉ាងសាមញ្ញតែគ្មានអ្នកណាដឹងពីប្រវត្តិពិតរបស់គេឡើយថ្ងៃមួយព្រះនាងទេវីនិងព្រះនាងពីរអង្គទៀតបានយាងមកលេងភូមិធាននេះដោយស្ងាត់កំបាំងគ្រាន់តែសម្លឹងភ្នែកគ្នាអ្នកចម្បាំងលាក់មុខដឹងភ្លាមថារាសីរបស់ព្រះនាងកំពុងជួបគ្រោះធំខ្សែភ្នែកទាំងពីរបានជួបគ្នាបង្កើតបានជាចំណងព្រំលិខិតមួយរំពេកភាពស្ងប់ស្ងាត់ត្រូវបានបំផ្លាញពួកចៅអាគមងងឹតដែលតាមប្រមាញ់ខ្សែរាជវង្សបានវាយលុកចូលភូមិយ៉ាងទាន់ហន់គោលដៅរបស់ពួកវាគឺចាប់ជំរិតព្រះនាងទាំង3អង្គពួកទាហានការពារមិនអាចទប់ទល់នឹងមន្តអាគមរបស់ពួកវាបានឡើយបរសកាប់អូសលែងអាចឈរអបទួលដៃមើលទៀតហើយមេឃ្មាំងងងឹតសោយត្រេកអរនឹងជ័យជំនះរបស់ខ្លួនព្រះនាងទាំង3អង្គត្រូវឃ្មាំងឡោមផាត់គ្មានផ្លូវរត់គេចសេចក្តីស្លាប់និងការចាប់ជំរិតកំពុងឈរនៅចំពោះមុខទោះបីជាភ័យខ្លាចតែព្រះនាងទេវីនៅតែចេញមុខពីងការពារប្អូនឃ្មាំងងងឹតមិនខ្វល់ពីកិត្តិយសវាបញ្ចេញថាមពលវាយប្រហារមិនប្រណីដៃនៅក្នុងវិនាទីនៃសេចក្តីស្លាប់ស្រាប់តែមានស្រមោលមួយបានហោះកាត់ខ្យល់យ៉ាងលឿនបុរសកាប់អូសសាមញ្ញម្នាក់បានបោះជំហានចេញមុខពីងពីមុខព្រះនាងដូចជាកំពាំងដែកអ្នកមិនអាចបញ្ឈប់ខ្ញុំបានទេកែវភ្នែកដុំមុតស្រួលរបស់គេបានធ្វើឲ្យមេឃ្មាំងញញើតមួយរំពេកគេបានប្រមូលថាមពលសច្ចៈដែលលាក់ទុកក្នុងខ្លួនអស់រយៈពេលជាច្រើនឆ្នាំអាខ្មិតរាប់ពាន់ឆ្នាំត្រូវបានលេត្រដាងកំបិតរន្ទៈវគ្គមុនពេលនេះស្ថិតនៅក្នុងដៃរបស់គេហើយកំបិតរន្ទះហោះហើរលឿនដោយពន្លឺកាត់ផ្ដាច់អាគមខ្មៅទាំងពួងសង្ហាបញ្ជាអាវុធដោយអំណាចចិត្តคล้ายជាអ្នកចម្បាំងដ៏អស្ចារ្យបំផុតគ្មានរបាំងការពារណាអាចទប់ទល់នឹងអំណាចនៃកំបិតរន្ទះបានឡើយព្រះនាងទេវីសម្លឹងមើលយុវជនសាមញ្ញម្នាក់នេះដោយក្តីកោតសរសើរហ៊ូថ្លែងចលនារបស់គេរហ័សរហួនស្រាលដូចដកខ្យល់តែរឹងមាំដូចភ្នំសិលាអាវុធនិងម្ចាស់ចុះសម្រុងគ្នាដូចជាកាយតែមួយគេបានបញ្ជូនអាវុធទេពឡើងទៅលើមេឃាបង្កើតជាភ្លៀងរន្ទះពណ៌ខៀវវាយប្រហារស្ត្រីរហូតខ្ចាត់ខ្ចាយក្តីសង្ឃឹមបានត្រឡប់មកវិញអ្នកភូមិនិងព្រះនាងបានរួចផុតពីគ្រោះថ្នាក់ប៉ុន្តែសង្គ្រាមមិនទាន់ចប់ងាយនោះទេមេឃ្មាំងខឹងសម្បាវយ៉ាងខ្លាំងវាបញ្ចេញមហិទ្ធិឫទ្ធិចុងក្រោយសង្ឃឹមដុតបំផ្លាញសង្ហាឲ្យคล้ายជាផាកតួភ្នំភ្លើងបាក់ស្រុតនៅចំពោះមុខក៏អ្នកចម្បាំងរូបនេះមិនព្រិចភ្នែកឡើយកំបិតរន្ទៈកាត់ផ្ដាច់អណ្ដោភ្លើងជាពីរចំណែកយ៉ាងងាយស្រួលទោះសត្រូវបង្ចេញមន្តអាគមខ្លាំងក្លាយ៉ាងណាក៏មិនអាចឆ្លងកាត់របាំងការពាររបស់វីរបុរសយើងបានឡើយបេះដូងរបស់ព្រះនាងទេវីបានធ្លាក់ទៅលើបុរសកាប់អុសដ៏អាត្មាំងម្នាក់នេះបាត់ទៅហើយប៉ុន្តែពួកអាគមងងឹតមិនព្រមចុះចាញ់ត្រឹមនោះទេមេឃ្មាំងបានបូជាឈាមបញ្ចេញបិសាចយក្សដើម្បីបំផ្លាញភូមិទាំងមូលប្រឈមនឹងមហន្តរាយដ៏ធំធេងខ្នាតណាសង្ហាដឹងថាគេត្រូវតែប្រថុកជីវិត
មុននឹងបញ្ចេញថាមពលចុងក្រោយគេបានងាកមុខធ្វើស្នាមញញឹមដ៏កក់ក្ដៅដល់ព្រះនាងដោយប្រមូលថាមពលវិមន្តសច្ចៈសង្ហាបាំងប្រាយកំបិតតូចទៅជាអាវុធមហាប្រឡ័យពន្លឺពណ៌ខៀវបានចាំងចេះពេញផ្ទៃមេឃាងងឹតអ្នកចម្បាំងហោះហើរឡើងទៅលើមេឃាប្រៀបដូចជាព្រះអញចុះមកសង្គ្រោះលោកព្រះនាងទេវីសម្លឹងមើលដោយបេះដូងលោតញាប់នឹងក្តីសង្ឃឹមសច្ចៈនិងយុត្តិធម៌ត្រូវតែឈ្នះភាពងងឹតជានិច្ចបិសាចយៈបញ្ចេញមហិទ្ធិឫទ្ធិចុងក្រោយដើម្បីទប់ទល់តែអំណាចនៃពន្លឺមិនអាចបញ្ឈប់បានឡើយកំបិតរន្ទះធ្លាក់ចុះមកដោយអាចផ្តែរការប៉ះទង្គិចនៃមន្តអាគមទាំងពីរធ្វើឲ្យក្រក្រើយទៅដល់ឋានសវណ្ណដោយសេចក្តីក្លាខ្លាសង្ហាបានរុញទលុរបាំងរបស់វាអាវុធទេពបានទលុបេះដូងបិសាចយក្សចំកណ្ដាលពន្លឺនៃសច្ចៈបានកំចាត់ភាពងងឹតទាំងស្រុងបិសាចយក្សត្រូវរលាយសាបសូន្យផ្ទៃមេឃក៏ត្រឡប់មកស្រស់ស្លើងល្អជាប្រភេទនៃសន្តិភាពព្រះនាងនិងញាក់ភូមិបានរស់រានជីវិតដោយសុវត្ថិភាពអាវុធទេពបានត្រឡប់ទៅរកម្ចាស់វាវិញយ៉ាងស្ងៀមស្ងាត់ការប្រយុទ្ធដ៏ក្រក្រើកបានចប់ជាស្ថាពរយុវជនកាប់អូសបានក្លាយជាវីរបុរសសង្គ្រោះជីវិតរាជវង្សយ៉ាងអស្ចារ្យគេមិនបានទាមទារបុណ្យស័ក្តិឬការតបស្នងណានោះឡើយព្រះនាងទេវីយាងចូលមករកអ្នកសង្គ្រោះដោយបេះដូងលោតខុសចង្វាក់នាងកោតសរសើរទាំងភាពក្លាខ្លានិងរូបរាងដ៏សង្ហារបស់គេជាខ្លាំងដោយក្តីចង់ដឹងព្រះនាងបានសាកសួរពីប្រវត្តិរបស់គេសង្ហាមិនឆ្លើយតបឡើយគេមានភារកិច្ចផ្សេងទៀតដែលត្រូវបំពេញគេត្រឹមតែញញឹមហើយសុំលាព្រះនាងរក្សាអាត្មិតរបស់ខ្លួនជារៀងរហូតព្រះនាងចង់ខាត់តែមិនហ៊ានបានត្រឹមតែសម្លឹងមើលផែនខ្នងរបស់គេបណ្ដោយចេញទៅវីរៈពិតមិនដែលទាមទារការចងចាំឡើយស្រាប់តែព្រះនាងក្រឡេកមើលវត្ថុអនុស្សាវរីយ៍មួយដែលជ្រុះនៅលើដីវាគឺជាត្បូងសច្ចៈពណ៌ខៀវដ៏អាតថ្មាំងដែលធ្លាក់ចេញពីដាវកំបិតរបស់គេទោះគ្មានអ្នកណាស្គាល់ឈ្មោះពិតរបស់គេរឿងព្រេងនៃចៅកំបិតរន្ទះបានល្បីរន្ទឺពាសពេញនគរភូមិធាននិងខ្សែរាជវង្សបានរួចផុតពីក្តីវិនាសចំណែកឯអ្នកចម្បាំងលាក់មុខរបស់យើងវិញបន្តដំណើរផ្សងវិចាររបស់គេទៅមុខទៀតតែកែវភ្នែកដ៏មុតស្រួចនិងអាវុធហោះពណ៌ខៀវនោះនឹងស្ថិតនៅក្នុងបេះដូងព្រះនាងទេវីជារៀងរហូតសូមអរគុណទៅដល់ខ្ញុំត្រូវស្វែងរកវាសនាខ្ញុំនៅទីនេះតាមដានទស្សនារហូតដល់ទីបញ្ចប់ខ្ញុំបានរកឃើញគ្រីស្តាល់ខៀវដ៏ស្រស់ស្អាត